ភ្ញៀវឆ្លៀតឱកាសនៅក្នុងការបានសេវាកម្ម free មិនបាច់បង់លុយម្នាក់មកហាងរបស់ខ្ញុំធ្វើ pedicure manicure តម្លៃ$76ទឹកបង់លុយខ្ញុំសួរថាសេវាកម្មមិនអីថ្ងៃហ្នឹងគាត់ថាល្អតែបុគ្គលិករបស់អ្នកឯងនិយាយស៊ីស៊ូខ្ញុំអត់រលាក់សោះតើតែអញ្ចឹងទៅយើងក៏សុំទោសគាត់ហើយគាត់ទៅផ្ទះបានផ្ញើរូបថតមកឲ្យខ្ញុំថាជាងខ្ញុំបានកាត់គាត់តាមពិតកាត់ហ្នឹងវាមិនតិចទេតែគាត់ zoom មករូបថតហ្នឹងឲ្យធំទៅខ្ញុំក៏សុំទោសគាត់ហើយហៅគាត់មកជួបគាត់ទាញយកលុយវិញខ្ញុំចំណេញ$10ក្នុងភ្ញៀវម្នាក់អញ្ចឹងអ្នកឯងយល់ព្រមយក$10អត់គាត់យល់ព្រមយក$10ហើយដល់តែ2ខែក្រោយគាត់ comment លើ Google ថាអ្នកឯងមានការអីអ្នកឯងមកដល់ស្រាប់គាត់តែគាត់ទេមកខ្ញុំគាត់ថាគាត់ចង់បានលុយទាំងអស់ហើយខ្ញុំក៏ប្រាប់គាត់ឲ្យមកដល់ស្រាយជុំខ្ញុំផ្ទាល់គាត់អត់មកទេគាត់ថាបើខ្ញុំសងលុយគាត់ទាំងអស់គាត់នឹងដកអា bad review នៅលើ Google Map របស់ខ្ញុំនេះជាការគម្រាមបងប្អូនជឿថាគាត់ម្នាក់ហ្នឹងពិតជាដក bad review នៅលើ Google Map ឲ្យខ្ញុំទេថាមនុស្សហ្នឹងមិនធម្មតាទេប្រើសេវាកម្មរយៈពេល2ខែហើយគេសងលុយទទួលយល់ព្រមហើយ2ខែក្រោយទៅសេ bad review នៅលើ page របស់គេចេះហើយគម្រាមយកលុយពីម្ចាស់ហាងគេទៀតបុគ្គលិកផ្នែកកញ្ចក់សូមយកយល់គ្នាធ្វើម៉េចប្រយ័ត្នប្រយែងកុំឲ្យកាត់កុំឲ្យភ្ញៀវខឹងយើងប្រយ័ត្នប្រយែងទៅធ្វើអស់ពីសមត្ថភាពទៅ